តើការសែនកាត់គ្រោះវាជាជំនឿឬក៏ជាហុកស៊ុយចាទាំងនេះគឺជាចម្លើយដែរបើសិនជាការសែនដល់ទស្សនិកជនគ្នាចាសែនកាត់គ្រោះបើយើងគិតទៅហុងស៊ុយបែបវិទ្យាសាស្ត្រអត់ពាក់ព័ន្ធនឹងការសែននេះហុងស៊ុយដូចខ្ញុំនិយាយក្នុងវគ្គមុនអញ្ចឹងបើសិនជាករណីពាក់ព័ន្ធនឹងហុងស៊ុយវាបែងចែកជាពីរទី1គឺហុងស៊ុយបែបវិទ្យាសាស្ត្រទី2គឺហុងស៊ុយបែបជំនឿសាសនាអញ្ចឹងបើសិនជាបែបជំនឿសាសនាគឺមានការសែនព្រេនកាត់គ្រោះការជឿតគ្នាមកពីជំនាន់បុរាណចិនពីមុនមកប៉ុន្តែបើហុងស៊ុយបែបវិទ្យាសាស្ត្រគឺអត់ពាក់ព័ន្ធនឹងការសែនកាត់គ្រោះទេប៉ុន្តែឧទាហរណ៍ថាបើសិនជាឆ្នាំអីទៅឆុងនឹងឆ្នាំអីតើយកឆ្នាំអីមកការពារបានន័យថាបើសិនជាករណីយើងឆ្លោះគ្នាពីរនាក់តើយកអ្នកណាមកការពារយើងមកសម្របសម្រួលមិនឲ្យឆ្លោះគ្នាហ្នឹងគឺហុងស៊ុយបែបវិទ្យាសាស្ត្រចាអញ្ចឹងយកឧទាហរណ៍ថាបើសិនជាឪពុកវាយកូនម្ដាយក៏ទៅការពារបានន័យថាឪពុកវាយកូនបានន័យថាឪពុកគឺចង់ពីកូនខ្ញុំឧទាហរណ៍ងាយៗអញ្ចឹងដល់ពេលឪពុកវាយកូនតែបើសិនជាម្ដាយមកការពារមកយកខ្លួនមកពាំងតែឪពុកហ៊ានវាយទេគាត់ហ៊ានវាយទេអញ្ចឹងគឺការកាត់គ្រោះបែបហុងស៊ុយវិទ្យាសាស្ត្រគឺគេកាត់គ្រោះបែបហ្នឹងបានន័យថាទៅយកតួអង្គណាមួយដែលមកការពារយើងគឺមិនឲ្យយើងរងគ្រោះនៃការឆុងហ្នឹងប៉ុន្តែបើសិនជាពាក់ព័ន្ធនឹងជំនឿបើសិនជាពាក់ព័ន្ធនឹងជំនឿវាពាក់ព័ន្ធនឹងការសែនព្រេនចាខុសគ្នាអ្នកខ្លះក៏ទិញកระดาษសែនព្រេនតែនេះវាជាជំនឿឯងចាអ្នកខ្លះក៏យកពងមាន់ដាក់មាត់តោចាយកសាច់ជ្រូកដាក់មាត់តោអាហ្នឹងក៏ជាជំនឿដែរអញ្ចឹងវាជាប្រពៃណីសាសនារបស់ចិនតាជំនាន់មុនចាហ្នឹងគឺសែនកាត់គ្រោះកាលជំនាន់មុនគឺបែបហ្នឹងគឺតែមិនមែនជាហុងស៊ុយទេតែវាជាជំនឿសាសនារបស់ចិនអញ្ចឹងគឺការសែនកាត់គ្រោះគឺបែបហ្នឹងប៉ុន្តែបើការសែនកាត់គ្រោះវាមានបែបខ្មែរក៏មានដែរចាបែបខ្មែរយើងសែនតាមប្រពៃណីសាសនាព្រហ្មញ្ញសាសនារបស់ខ្មែរយើងហ្នឹងក៏យើងមានការសែនកាត់គ្រោះដូចគ្នាដែរដូចមានការឆាកសូត្រឆាកលោកសូត្រកាត់គ្រោះបែបខ្មែរហ្នឹងក៏ដូចគ្នាដែរបែបខ្មែរខ្ញុំធ្លាប់តែលើថានិមន្តលោកមកដល់ផ្ទះសូត្រមន្តសូត្រអីចឹងទៅចាមានឆាកទៀតចាឆាកដូចថាដូចយើងដូចស្លាប់ចឹងណាចាអញ្ចឹងគេមានសូត្រដើម្បីដូចមនុស្សស្លាប់នោះឡើងវិញអញ្ចឹងណាហ្នឹងគឺថាតាមភូមិខ្មែរអញ្ចឹងការធ្វើពិធីអស់ហ្នឹងគឺពាក់ព័ន្ធនឹងជំនឿទេនៅពេលយើងកាត់គ្រោះតែយើងកាត់បែបខ្មែរឬយើងកាត់បែបជំនឿសាសនារបស់ចិនអាស្រ័យលើអ្នកដែលជឿផ្សេងជាជំនឿប៉ុន្តែបើជាហុងស៊ុយហ្មងគឺអត់មានពាក់ព័ន្ធនឹងជំនឿទេតែស្អីគេឆុងយកអីមកកែហ្នឹងបែបវិទ្យាសាស្ត្រអញ្ចឹងយើងទៅបែងចែកច្បាស់ហុងស៊ុយវិទ្យាសាស្ត្រឬក៏ជំនឿចាបើជំនឿបើយើងជឿអាហ្នឹងយើងសែនទៅបើយើងជឿអញ្ចឹងណាយើងសែនយើងធ្វើតាមប្រពៃណីសាសនាបរមបុរាណចិនជំនាន់មុនមកដែលតគ្នាមកធ្វើទៅយើងថាធ្វើទៅសុខសប្បាយធ្វើឲ្យយើងសប្បាយចិត្តយើងធ្វើទៅចាប៉ុន្តែសួរថាតែការសែននឹងបានផលទេនៅពេលមនុស្សយើងទៅគិតថាមនុស្សយើងនៅពេលដែលយើងធ្វើអីមួយយើងមានកម្លាំងចិត្តការយើងមានកម្លាំងចិត្តថាយើងធ្វើឲ្យយើងសប្បាយចិត្តនៅពេលដែលយើងសប្បាយចិត្តការគិតរបស់យើងក៏ល្អដែរនៅពេលការគិតរបស់យើងល្អបានន័យថារឿងល្អក៏មានហិតផលមកដូចគ្នាដែរចាអញ្ចឹងចំណុចហ្នឹងគឺចំណុចសំខាន់នៅលើផ្លូវចិត្តរបស់យើងថាតើនៅពេលដែលយើងសែនទៅសប្បាយចិត្តអត់បើយើងសែនទៅយើងមិនសប្បាយចិត្តយើងក៏អត់បានផលអីដែរដូចគ្នាចាអញ្ចឹងប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងថាបើសិនជាករណីឧទាហរណ៍ថាឆុងពីឆុងហ្នឹងរឿងនឹងមានដែរប៉ុន្តែគាត់ថាតើយើងកាត់បន្ថយពីធំមកតូចឬអត់ចាចំនួនមុនក៏គេដឹងដែរថានៅពេលដែលឆុងហេតុអីបានគេតម្រូវឲ្យសែនគេតម្រូវឲ្យតែស្អីកាលណាមកសែននឹងឲ្យដឹងថានេះឆ្នាំនេះខ្ញុំឆុងឆ្នាំនេះខ្ញុំឆុងអញ្ចឹងធ្វើអីឲ្យត្រូវប្រយ័ត្នមុននឹងធ្វើអីមុននឹងសម្រាប់ចិត្តធ្វើអីមួយក៏ត្រូវតែប្រយ័ត្នថាប្រកាសនឹងមានរឿងហ្នឹងហើយដើម្បីដាស់តឿនខ្លួនឯងថាឆ្នាំហ្នឹងយើងឆុងឬក៏ឆ្នាំហ្នឹងយើងឆុងតួថ្ងៃយើងត្រូវប្រយ័ត្នអីមួយប្រយ័ត្នការធ្វើដំណើរប្រយ័ត្នកុំឲ្យបើកបរលឿនអាហ្នឹងគឺពីចំនួនមុនគឺការសែនហ្នឹងគឺដើម្បីដាស់តឿនសតិថាឆ្នាំហ្នឹងយើងឆុងអញ្ចឹងយើងត្រូវប្រយ័ត្នគ្រូកន្លងមកខ្ញុំឃើញថាភាគច្រើនអត់តែលើកថាកាត់ឆុងបងប្អូនយើងខ្លះគាត់ជ្រើសរើសទៅសែនទៅអីនៅជាពិសេសគេនាំគ្នាទៅវត្តភ្នំចាកន្លែងហ្នឹងតើជាជំនឿសាសនារបស់ចិនបុរាណជំនាន់មុន